នៅក្នុងអេពីសូតចំពុកទី1ខទី22បានប្រាប់យើងព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ហើយនៅក្រោមព្រះបាទទារបស់ព្រះគ្រីស្ទព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ធ្វើជាសេរសានៃក្រុមជំនុំខកពីនេះប្រាប់យើងយ៉ាងពិតប្រាកដថាអង្គបានបង្ក្រាបអ្វីៗទាំងអស់អត់មានឲ្យនៅសល់មួយចំណែកណាទេនៅចន្លោះណាទេគឺព្រះអង្គយកមកដាក់នៅក្រោមព្រះបាទទារបស់ព្រះយេស៊ូវទាំងអ្វីដែលមើលឃើញទាំងអ្វីដែលមើលអត់ឃើញទាំងអំណាចទាំងអស់ទាំងឫទ្ធានុភាពវិញ្ញាណអាក្រក់អស់ហ្នឹងគឺព្រះអង្គបានជន់វានៅជើងរបស់ព្រះអង្គហើយព្រះអង្គធ្វើជាក្បាលនៃក្រុមជំនុំហើយយើងជាអីគេជារូបកាយរបស់ព្រះអង្គហើយព្រះអង្គគង់នៅខាងស្ដាំនៃព្រះបិតាខាងស្ដាំគឺសំដៅទៅលើសិទ្ធិអំណាចព្រះអង្គកំពុងតែនៅហើយព្រះអង្គជាក្បាលព្រះអង្គជាសេរសាព្រះអង្គឲ្យយើងមានសិទ្ធិអំណាចដែរពីព្រោះបើយើងក្បាលយើងមានសិទ្ធិអំណាចហើយខ្លួនយើងក៏មានសិទ្ធិអំណាចដែរអញ្ចឹងព្រះអង្គបាននិយាយថាព្រះអង្គជាសេរសានៃក្រុមជំនុំបើព្រះអង្គជាសេរសានៃក្រុមជំនុំព្រះអង្គមានសិទ្ធិអំណាចព្រះអង្គយកឈ្នះលើអ្វីៗទាំងអស់យើងក៏អាចយកឈ្នះជំងឺយើងក៏អាចយកឈ្នះភាពក្រីក្រយើងក៏យកឈ្នះការបៀតបៀនយើងក៏យកឈ្នះលើបណ្ដាសាយើងយកឈ្នះលើអតីតកាលយើងយកឈ្នះគ្រប់សពបែបយ៉ាងតែម្ដងដោយសារព្រះអង្គជាក្បាលហើយយើងជារូបកាយរបស់ព្រះអង្គហើយព្រះអង្គឈ្នះរូបកាយរបស់ព្រះអង្គក៏ឈ្នះដែរអាមែនយើងជារូបកាយរបស់ព្រះអង្គក្រុមជំនុំគឺជារូបកាយរបស់ព្រះអង្គព្រះអង្គបានយកឈ្នះ2026ឆ្នាំមុនព្រះអង្គបានសគត់ឲ្យយកឈ្នះហើយដាច់ទនិចនៃសេចក្តីស្លាប់នឹងរួចអស់ហើយព្រះអង្គឲ្យសិទ្ធិមកយើងចូលស្វែងយល់អំពីសិទ្ធិស្របច្បាប់នៅក្នុងព្រះអង្គស្វែងរកអ្វីដែលជាកង្វះដែលព្រះអង្គសពហត្ថីឲ្យយើងទទួលព្រះពរមកពីព្រះអង្គអាមែនអត់កុហកទេព្រះអង្គនិយាយមែនទែនព្រះបន្ទូលរបស់ព្រះអង្គអត់ដែលព្រួលអ្នកណាស្គាល់ច្បាប់ព្រះរាជអ្នកនឹងទទួលពរហើយតាមពិតយើងគួរតែរីករាយនៅក្នុងព្រះរាជរបស់ព្រះអង្គអាមែនព្រះយេស៊ូវយើងអរគុណទ្រង់សម្រាប់ល្ងាចនេះព្រះអង្គទូលបង្គំអធិដ្ឋានទៅកាន់បងប្អូនប្រុសស្រីទាំងអស់គ្នាដែលស្វែងរកព្រះអង្គនៅល្ងាចនេះព្រះអង្គគុណអធិដ្ឋានគុណស្រាយទៅជាគុណស្រាយដួងចិត្តគុណស្រាយនៅផ្នែកខាង